ខ្ញុំជាភ្នាក់ងារទ្រូម៉ានីឈ្មោះមុំរតនានៅផ្សារបឹងតបែកផ្ទះ B11 ផ្លូវ456កែង101ខ្ញុំភ្នាក់ងារឈ្មោះហេងពៅខ្ញុំបើកទ្រូម៉ានីរយៈពេលអស់10ឆ្នាំហើយទីតាំងខ្ញុំនៅលើផ្លូវ371ចិត្តស្ពានដៃកណ្ដាលរោងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យណែនាំខ្ញុំឈ្មោះលីហ្វុងម៉ៃខ្ញុំបើកទ្រូភ្នាក់ងារនៅទ្រូម៉ានីនៅសាសវណ្ណាផ្លូវ194ខ្ញុំមើលកូនបដាខ្ញុំប្រកបអាជីវកម្មបដាពេលដែលមានភ្ញៀវខ្ញុំនៅធ្វើប្រតិបត្តិការពេលដែលអស់ភ្ញៀវខ្ញុំក៏ទៅធ្វើបាយធ្វើម្ហូបនិងមើលថែងូតទឹកមុតអីឲ្យកូនខ្ញុំតែគេថាពិបាកប៉ុន្តែសម្រាប់យើងជាម្ដាយអានឹងជាកាតព្វកិច្ចរបស់យើងផលលំបាកវាតែតែមានតិចតួចឯអូនវាតែតែជួបវាមិនដែរអត់ទេព្រោះតែតែយើងលក់ដូរផងយើងមើលកូនផងមើលផ្ទះសម្បែងផងអញ្ចឹងណាអូនប៉ុន្តែវាអត់ជាបញ្ហាព្រោះតែតែយើងធ្វើអាជីវកម្មនៅផ្ទះហើយយើងបានមើលថែកូនមើលថែគ្រួសារទាំងអស់ខ្ញុំភ្នាក់ងារទ្រូមនេះខ្ញុំរកស៊ីក៏ខ្ញុំមានពេលរកស៊ីមានពេលមួយកូនក៏មានពេលដែរមិនថាយើងបើករកស៊ីអត់មានពេលឲ្យកូនពេលវេលាឲ្យកូនអត់មានទេគឺមានទាំងអស់យើងធ្វើអាជីវកម្មនៅផ្ទះហើយយើងធ្វើកិច្ចការអីមួយយើងតែងតែប្រាប់គាត់ថាឲ្យមើលថ្ងៃក្រោយទៅពេលអត់ពីយើងឬក៏មិនទៅគឺកូនចេះមើលការខុសត្រូវខ្លួនឯងចេះជាម្ចាស់ការខ្លួនឯងសួរທາງម៉ាក់ថាបានផឹងមកផឹងដើម្បីកូនដើម្បីអនាគតកូនខំផឹងរលុយឲ្យកូនរៀនឲ្យពុះពោះដល់ចប់ឲ្យមានអនាគតល្អខ្ញុំខំប្រឹងរាល់ថ្ងៃដើម្បីឲ្យគាត់រៀនបានខ្ពង់ខ្ពស់និងយល់ដឹងពីសង្គមខាងក្រៅចាកុំឲ្យគាត់ពិបាកនេះគឺជាថ្ងៃបុណ្យម្ដាយចង់ប្រាប់ថាកូនជាអ្វីៗរបស់ម្ដាយហើយម្ដាយខំគឺដើម្បីកូនចង់ប្រាប់កូនគ្រប់រូបថាម្ដាយគ្រប់រូបមិនដែលមើលរំលងកូនទេទោះកូនធ្វើល្អធ្វើអាក្រក់នៅតែជាកូនជាចុងក្រោយខ្ញុំសូមផ្ដាំទៅអ្នកម្ដាយទាំងអស់គ្នាឲ្យគាត់ទទួលបានសុខភាពល្អនិងទទួលបានក្តីស្រឡាញ់ពីកូនគ្រប់គ្នាចា៎ឲ្យកូនដើម្បីដើរទៅផ្លូវល្អជួបអនាគតល្អទៅថ្ងៃក្រោយថ្ងៃមុខអត់ដែលរំពឹងអីថាចង់បានអ្វីពីកូនទេចង់ឲ្យតែកូនហ្នឹងមានអនាគតល្អមានការងារល្អធ្វើអ្វីដែលល្អសម្រាប់ម្ដាយគឺសប្បាយចិត្តអត់ដែលចង់បានអីពីកូនឲ្យតែកូនមានភាពរឹងមាំក្នុងខ្លួនធ្វើអ្វីទៅដោយរលូនល្អម្ដាយចង់ឃើញតែប៉ុណ្ណឹងអ្នកម្ដាយចាអរគុណកូនឲ្យកូនឆ្លាតឲ្យកូនល្អណាស់កូនណារាយទិវាអ្នកម្ដាយគ្រប់រូប